បងប្អូនដែលចូលចិត្តញ៉ាំចំហុយខ្មែរដោយ admin ហើយចង់ចេះពីវិធីធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងអាចមើលក្នុងវីដេអូនេះបានសម្រាប់ចំហុយខ្មែរហ្នឹងគឺងាយស្រួលធ្វើមែនតើអត់មានអីពិបាកធ្វើទេហើយចំហុយខ្មែរហ្នឹងគឺយើងញ៉ាំបានច្រើនប្រភេទញ៉ាំជាមួយទឹកខ្ទិះក៏បានញ៉ាំជាមួយទឹកដោះគោធម្មតាឬក៏ញ៉ាំជាមួយតែគុជក៏ត្រូវដែរចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាម្សៅឆៅគួយឬក៏ម្សៅចំហុយខ្មែរហ្នឹងបងប្អូនមកកញ្ចប់ហ្នឹងគឺវាមានចំនួន2ខាំហើយនៅផ្នែកខាងក្រោយរបស់កញ្ចប់ហ្នឹងក៏មានបង្ហាញពីវិធីធ្វើដែរគ្រាន់តែថាអក្សរគឺសិតតែអក្សរថៃអញ្ចឹងណាបន្ទាប់ពីខ្ញុំកាត់ម៉ត់កញ្ចប់ហើយយើងដាក់វារោយជាមួយនឹងកត្រងអញ្ចឹងមកឬក៏មិនអញ្ចឹងទេបងប្អូនចាក់ចូលចានហ្មងក៏បានដែរគ្រាន់តែថាយើងបានរោយអញ្ចឹងទៅគឺវាងាយស្រួលយើងលាយជាមួយទឹកចំពោះទឹកដំបូងហ្នឹងគឺយើងដាក់បន្តិចសិនមកបងប្អូនដាក់ថែមម្ដងតិចហើយវាយវាបញ្ចូលគ្នាអញ្ចឹងទៅបានវាឆាប់ចូលគ្នាល្អបើសិនយើងចាក់ទឹកម្ដងច្រើនចូលហ្មងវាយចូលគ្នាទៅវាអាចនឹងនៅដុំអត់សូវចូលគ្នាល្អអញ្ចឹងណាហើយបងប្អូនបើសិនជាមានបតាវាយដូចខ្ញុំប្រើអញ្ចឹងមកឆាប់ម៉ត់ល្អប៉ុន្តែបើអត់មានទេប្រើជាស្លាបព្រាក៏បានដែរហើយចំពោះទឹកខ្ញុំប្រើជាមួយនឹងម្សៅឆៅគួយដំបូងហ្នឹងគឺខ្ញុំប្រើកន្លះលីត្រសិនណាបងប្អូនហើយបន្ទាប់ពីវាយវាចូលសព្វល្អហើយយើងមកដាក់ដាំទឹកម្ដងចំពោះទឹកចុងក្រោយនេះគឺខ្ញុំដាក់1លីត្រកន្លះទៀតមានន័យថាម្សៅឆៅគួយមួយកញ្ចប់ហ្នឹងគឺប្រើទឹកចំនួន2លីត្រហើយនៅក្នុងទឹកហ្នឹងខ្ញុំបានបន្ថែមស្លឹកតើយ2ស្លឹកដែរដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយល្អពេលដែលវាពុះភ្លាមមកបងប្អូនកុំតន់ស្រង់ស្លឹកតើយនឹងចេញទុកឲ្យវាពុះប្រហែលជា 4-5 នាទីសិនទៅបានវាចេញក្លិនបានល្អហើយបន្ទាប់ពីហ្នឹងមកគឺយើងបន្ថយភ្លើងឲ្យនៅល្មមណាបងប្អូនកុំដាក់ភ្លើងខ្លាំងពេកហើយមុននឹងយើងចាក់ម្សៅដែលបានលាយជាមួយទឹកស្រាប់នឹងចូលបងប្អូនកូរវាបន្តិចមកព្រោះវាអាចក្រាំងឬក៏កកនៅនឹងបានអញ្ចឹងទៅបន្ទាប់ពីយើងចាក់វាចូលទៅក្នុងទឹកដែលបានដាំពុះស្រាប់នឹងហើយបងប្អូនកូរវាភ្លាមមកប៉ុន្តែមិនបាច់ចំញាប់ដៃពេកទេកូរវាមួយប៉ុន្តែកូរធ្វើមិនឲ្យដល់បានអញ្ចឹងណាបើសិនជាបងប្អូនកូរតែខាងលើទេគឺវាអាចខ្លោចបានអញ្ចឹងណាហើយតើកាលណាខ្លោចបាតហើយចំហុយខ្មៅរបស់យើងគឺវាលែងឈ្ងុយហើយវាទៅជាឡើងឈ្ងៀមវិញបន្ទាប់ពីយើងកូរប្រហែលជា5-6 នាទីគឺវាចាប់ផ្ដើមពុះហើយប៉ុន្តែបងប្អូនកុំឲ្យវាពុះយូរពេកឃើញតែវាពុះខូចបន្តិចយើងលើកវាចេញចាក់ចូលទៅក្នុងចានឬក៏ថាសអីដែលមានរាងសំប៉ែតអញ្ចឹងណាបន្ទាប់មកយើងទុកវាចោលបងប្អូនទុកចោលប្រហែលជា7-8 នាទីឬក៏10 នាទីអីហ្នឹងគឺវាចាប់ផ្ដើមកអហើយតែវាត្រជាក់គឺកអហើយបើសិនជាបងប្អូនមានចានថ្មឬក៏ថាសថ្មអីដាក់មកគឺវាអត់ជាប់បាតទេហើយឆាប់ត្រជាក់ជាងថាសដែកអីអញ្ចឹងណាដោយដែលបងប្អូនបានឃើញអញ្ចឹងបន្ទាប់ពីវាត្រជាក់ហើយគឺអត់មានជាប់បាតជាប់អីសូម្បីតែបន្តិចហើយមួយទៀតគឺវាឆាប់កកជាងអាថាសដែកដែលខ្ញុំចាក់មួយទៀតហ្នឹងហើយចំហុយខ្មៅហ្នឹងបន្ទាប់ពីវាកកហើយគឺយើងអាចកាត់វាចេញជារាងអីផ្សេងតាមដែលយើងចង់កាត់អញ្ចឹងណាបើសិនជាអ្នកលក់គេមានអាកបិតរាងជ្រួញកាត់ទៅឃើញស្អាតឃើញអីអញ្ចឹងណាប៉ុន្តែចំពោះយើងកាត់ធម្មតាទៅបងប្អូនពួកអីយើងញ៉ាំនៅផ្ទះធម្មតាទេបន្ទាប់ពីយើងធ្វើចំហុយខ្មៅរួចរាល់ហើយឥឡូវខ្ញុំមកដាំទឹកដើម្បីធ្វើទឹកខ្ទិះម្ដងនៅក្នុងទឹកហ្នឹងគឺខ្ញុំដាក់ស្លឹកតើយ2ស្លឹកដែរដើម្បីឲ្យវាមានក្លិនឈ្ងុយបន្ទាប់ពីវាពុះបាន 4-5 នាទីខ្ញុំស្រង់ស្លឹកតើយចេញហើយបន្ថែមទឹកបន្តិចដោយសារតែវារីងទឹកអញ្ចឹងណាហើយបន្ទាប់មកខ្ញុំបន្ថែមទឹកដោះគោខាប់ហ្នឹងប្រហែលជាខ្ទង់1ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយហើយចំពោះបងប្អូនអត់មានស្ករត្នោតអាចប្រើស្ករសក៏បានដែរតែបើយើងមានស្ករត្នោតគឺវាផ្អែមមុតហើយមានក្លិនឈ្ងុយជាងហើយបន្ទាប់មកខ្ញុំបន្ថែមអំបិលហ្នឹង1ស្លាបព្រាកាហ្វេហើយចុងក្រោយគឺជាខ្ទិះដើមមកបងប្អូនបន្ទាប់ពីយើងចាក់ខ្ទិះដើមហើយទុកវាឲ្យពុះតែបន្តិចមកបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់រសជាតិគឺខ្ញុំអត់យកផ្អែមខ្លាំងទេបងប្អូនខ្ញុំយកផ្អែមល្មមប៉ុន្តែក្លិនរបស់វាគឺឈ្ងុយខ្លាំងមែនតើបងប្អូនឈ្ងុយខ្ទិះដូងផងឈ្ងុយស្លឹកតើយផងហើយបន្ទាប់ពីទុកវាឲ្យត្រជាក់ហើយគឺយើងអាចយកមកញ៉ាំជាមួយចំហុយខ្មៅដែលយើងបានកាត់ដុំហើយស្រាប់នឹងហើយចំហុយខ្មៅនឹងបងប្អូនចង់ញ៉ាំជាមួយទឹកខ្ទិះដូចខ្ញុំអញ្ចឹងក៏បានញ៉ាំជាមួយទឹកដោះគោខាប់ធម្មតាឬក៏ញ៉ាំជាលក្ខណៈតែគុជក៏បានដែរនឹងហើយបងប្អូនសម្រាប់ចំហុយខ្មៅឬក៏ឆៃគួយខ្មៅរបស់ខ្ញុំនឹងគឺបានធ្វើរួចរាល់ហើយសម្រាប់បងប្អូនណាដែលញ៉ាំគ្នាទៅចឹងមិនបាច់ចាំដាក់មកកញ្ចប់ទេណាដូចដែលបងប្អូនបានឃើញអញ្ចឹងមកកញ្ចប់គឺបានច្រើនមែនតើអានេះហើយនៅអានេះទៀតសិនថាញ៉ាំ7-8នាក់10នាក់បានអស់មកសើយើងញ៉ាំគ្នាត្រឹម3-4នាក់ឬក៏5នាក់អីទេបងប្អូនដាក់តែពាក់កណ្ដាលកញ្ចប់ទៅហើយបើសិនជាយើងប្រើម្សៅចំហុយនឹងតែពាក់កណ្ដាលកញ្ចប់ទេទឹកគឺប្រើតែ1លីត្រទេណា
បងប្អូនហើយសម្រាប់ជំនួយខ្មែរហ្នឹងគឺញ៉ាំបានច្រើនប្រភេទបងប្អូនអាចញ៉ាំជាមួយទឹកស្ករដូចខ្ញុំអញ្ចឹងក៏បានញ៉ាំជាមួយទឹកដោះគោខាប់ឬក៏ញ៉ាំតទេក៏បានដែរបងប្អូនរសជាតិហ្នឹងវារៀងផ្អែមដែរផ្លែតិចតិចអញ្ចឹងណាពេលដែលខ្ញុំភ្លក់នេះភ្លក់ចំហួយតទេនេះវាមានរសជាតិហ្នឹងរៀងផ្អែមតិចតិចបងប្អូនឡែមយើងអាចញ៉ាំបានអញ្ចឹងណាឬក៏មិនអញ្ចឹងទេអាចយកទៅដាក់ជាមួយ milk tea របៀបភេសជ្ជៈ milk tea milk អីបងប្អូនអាហ្នឹងក៏គេអាចដាក់បានដែរណាសម្រាប់រសជាតិដែលខ្ញុំយកមកញ៉ាំជាមួយទឹកស្ករនេះគឺឆ្ងាញ់បងប្អូនរសជាតិហ្នឹងគឺខ្ញុំអត់យកផ្អែមលក្ខណៈថារៀងផ្អែមខ្លាំងហ្មងខ្ញុំយកហ្នឹងរៀងផ្អែមតិចល្មមដោយសារតែខ្ញុំអត់សូវចូលចិត្តញ៉ាំផ្អែមទេបងប្អូនបើសិនជាដាក់ផ្អែមខ្លាំងហ្មងគឺដឹងតែខ្ញុំញ៉ាំអត់កើតទេហើយទឹកស្ករបើយើងឈ្ងុយខ្លាំងមែនតើបងប្អូនដោយសារតែយើងបានប្រើស្ករត្នោតហើយនឹងប្រើខ្ទិះដូងជាមួយនឹងស្លឹកតើយនិយាយទៅបើសិនជាបងប្អូនមានគឺដាក់ទាំង3មុខនឹងមកធានាថាមកឆ្ងាញ់ហ្មងហើយមួយទៀតអីដែលខ្វះអត់បានគឺទឹកដោះគោខាប់ពេលដែលយើងដាក់ទឹកដោះគោខាប់ចូលជាមួយខ្ទិះដូងផងអីផងអញ្ចឹងទៅធ្វើឲ្យទឹកស្កររបស់យើងនឹងគឺវាមានលក្ខណៈថារសជាតិនឹងរៀងខ្ទិះហើយស្ករត្នោតគឺឆ្ងាញ់ជាងស្ករសដោយដែលបងប្អូនបានដឹងអញ្ចឹងភាគច្រើនសម្រាប់ទឹកស្ករគឺគេអត់សូវប្រើស្ករសទេដោយសារស្ករសវាលក្ខណៈថាវាផ្អែមដែរតែវាផ្អែមអត់ឈ្ងុយដូចស្ករត្នោតបើប្រើស្ករត្នោតគឺដឹងតែឆ្ងាញ់ជាងហ្មងហើយសម្រាប់ចំហុយខ្មែរនេះបើសិនជាបងប្អូនណាដែលធ្វើច្រើនដូចខ្ញុំអញ្ចឹងច្រើនហើយសោះអញ្ចឹងគឺអាចទុកក្នុងទូទឹកកកបានណាបងប្អូនប៉ុន្តែទុកកន្លែងត្រជាក់ធម្មតាអត់ទុកកន្លែងកកទេតែកាលណាទុកកន្លែងកកខ្លាយជាទឹកកកមកហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ